នេះខ្ញុំបញ្ជាក់ទៅលើការប្រើប្រាស់សម្រាប់ Frenex ពេលដែលបងដោតមកដំបូងគឺការវាអត់ឡូតជាមួយនឹង Bluetooth ទេបងអាចដោត connect ពីខ្សែខាងក្រោយគឺមានAX1 មាន AX2 មានoptical ឬក៏ Bluetooth បាទអញ្ចឹងបងជួយឲ្យដល់សញ្ញា Bluetooth នេះមកហើយបង connect Bluetooth ជាមួយទូរស័ព្ទដៃបងបាទហើយបន្ទាប់មកបងមើល volume នេះគេដាក់ music wall មាន mic wall មាន echo level អញ្ចឹងសម្រាប់ music នេះបានន័យថាបងគង់តែ connect Bluetooth ឬក៏ដោតខ្សែមកប្រើបងដើរបើនេះបើមកការសេរីបទភ្លេងគឺបងសេរីនៅលើនេះបងណាបាទមាន bass មាន mid មាន treble ឬក៏ bass mid high អញ្ចឹងបងបាទតែមកអាចសេរីទៅតាមហ្នឹងហើយសម្រាប់ microphone ក៏ដូចគ្នាដែរ microphone បងសេរី3គ្រាប់ហ្នឹងនេះអញ្ចឹងបងបើកមកជួយអល់បាទនេះបើសិនជាបងមកសេរីបងធ្ងន់ដែរបងបិទសេរីនេះបាសវាឲ្យច្រើនតិចពាក់កណ្ដាលទៅក្រោយមាន mid មាន high សេរីទៅតាមប្រព័ន្ធសេរីបងបន្ថែមបន្ទាប់មក echo volume នេះជា volume echo អញ្ចឹងពេលបងបិទនេះអស់អត់មាន echo ទេបាទអញ្ចឹងបានមកនៅកម្រិត 1A1 ដែលបងគេថាលឺល្អសម្រាប់បងហើយហើយខាងនេះសម្រាប់គេថា reverb នេះបងបើកឲ្យច្រើនតិចមកអល់ជេងបាទខាងនេះមានមើលចឹងទៅអល់ជេង1 2ខាងនេះជាមួយទុកមកល្មមទៅបងហើយមាន delay មាន repeat អញ្ចឹងបងឆ្លាញ់ប្រភេទញាប់អីចឹងទៅបងថយអល់បែបនេះណាបាទអញ្ចឹងខ្ញុំទុកប៉ុណ្ណេះអល់មាន bass មាន mid មាន treble ដូចគ្នាអញ្ចឹងអានេះសម្រាប់flow echo ទេអញ្ចឹងបងបើកតាម echo ដែលបងចង់បានmic 1 mic 2អញ្ចឹងអានេះក៏ volume របស់ mic ដែរពេលដែលបងបិទអានេះអស់អត់មានបងបើកអាធំនោះអត់លឺណាបាទចង់បើកអស់ពាក់កណ្ដាលទៅស្រួលហើយសម្រាប់ប៊ូតុងនេះសម្រាប់កាត់ low អល់បាទអញ្ចឹងនេះផ្នែកខាងមុខផ្នែកខាងក្រោយថតឲ្យបងមកคลิปទៀតបើអញ្ចឹងនេះសម្រាប់ផ្នែកខាងក្រោយអញ្ចឹងសម្រាប់បងប្រើជាលក្ខខណ្ឌចែកសាប់ចែកសងអញ្ចឹងនេះសម្រាប់ធុងសងសម្រាប់ ampli សងបាទមាន air មាន L អីចឹងទៅបងដោតចេញពីហ្នឹងទៅ ampli មកដើមហើយសម្រាប់ center នេះអត់ប្រើទេបាទអញ្ចឹង center នេះconsole ចោលមួយទៅបាទហើយឬក៏អត់ប្រើបាននិយាយថាអត់ប្រើមកហើយសម្រាប់ខាងនេះសម្រាប់សាប់បើបងប្រើចែកសាប់ចែកសងចេញខាងនេះយកសងខាងនេះយកសាប់ហ្នឹងបាទសាប់ចេញតែមួយដូចទេហើយអ្វីដែលសំខាន់បងសេរីនេះ volume សាប់ពេលដែលបងគាត់នេះអត់មានសាប់អត់លឺសាប់ទេពេលដែលបងបើកទៅលឺសាប់ធម្មតាហើយនេះបងអាច control ពាក់កណ្ដាលសម្រាប់ frequency របស់វាពេលដែលបងបើកមកខាងស្ដាំបាននេះសាប់របស់បងរៀងរឹងបងមួលមកខាងស្វែងសាប់បងសុទ្ធទុនល្អបាទហើយ music wall នេះបងបើកអស់ណាបាទកុំបិទអានេះពេលដែលបងបិទអានេះបានន័យថាបងបើកខាងមុខកន្លែងណាគាត់លឺដែរបាទសម្រាប់ music អញ្ចឹងបងបើកអស់មកខាងនេះក៏ដូចគ្នានេះសម្រាប់ mic wall បាទសម្រាប់ volume រួមអញ្ចឹងបងបើកអស់មកពេលណាដែលបងបិទអានេះបងដោតឬក៏បើកកន្លែងណាគាត់លឺដែរសម្រាប់ microphone របស់បងហើយ microphone បងអាចដោតខាងក្រោយក៏បានបាទសម្រាប់ volume ដូច6លីឬក៏ដូច XLR បាទខាងនេះសម្រាប់ input ដែលខ្ញុំបញ្ជាក់បងមិញដែរមានAX1 AX2 អញ្ចឹងទៅមាន optical មានអីបន្ថែមទៀតចឹងទៅបាទអញ្ចឹងវាសម្រាប់ប្រព័ន្ធខាងក្រោយបាទអរគុណ